នាំគ្នាធ្វើបន់សុំខមាទោសឲ្យហើយអ្នកខ្លះម៉ែឪនិយាយស្ដីថាយើងសម្លក់សម្លឹងម៉ែឪឲ្យថ្មអាហ្នឹងយើងអត់បានសុំទោសកើតមកមុខភ្នែកនឹងឯងវាចឲ្យសលេវគួយទៅបែរទៅត្បូងមើលទៅជើងដើរទៅកើតមើលទៅឡាច់ដើរទៅត្បូងមើលទៅឡាច់បាញ់មន់ងាប់ទីដកដើមទ្របងាប់កូនម្ទេសអង្គុយតុកជាមួយគេសម្លឹងមីដួស៊ីកាទៀវឈរតាមផ្លូវបោយដែរហៅសក្លោភ្នែកមើលម៉ូតូគេថាឲ្យចុះឯងកើតមកសបុកនេះក៏ខុសគេអានឹងកម្មពៀនឯងធ្លាប់សម្លក់ម៉ែពីមុនមកអ្នកមានគុណធម៌ធ្លាប់សម្លក់ឲ្យអត់បានធ្វើបន់អត់បានសុំខមាទោសគាត់អ្នកមានគុណអញ្ចឹងចុះមកសបុកកូនគេស្អាតទាំងអស់មិនក៏កូនមួយនេះកើតមកមុខកញ៉េះញ៉េះខុសគេតែឯងកូនបន្ទោសដឹងស្អីទេម៉ែបកើតបងមកស្អាតភ្លឹងបកើតខ្ញុំមកមុខឲ្យខ្មៅឯងឲ្យកញ៉េះញ៉េះហ្នឹងឯងពីមុនមកម៉ែឪជេរស្ដីម៉ែឪស្ដីបដៅបន្តិចបន្តួចឯងនឹងធ្វើមុខកញើដាក់ម៉ែឪហើយឲ្យមុខកញើដាក់ម៉ែអត់បានសុំទោសត្រូវតែកើតមកមុខកញើអញ្ចឹងខ្ញុំមើលកម្មវាចាត់ចែងអញ្ចឹងហើយបានជាលោកនិយាយពីរឿងអារម្មណ៍ដែលវាជាប់ជាពាក់អ្នកខ្លះស្លាប់ទៅដោយអារម្មណ៍ជាប់ជាពាក់ញោមហើយមានរឿងសេដ្ឋីម្នាក់គាត់មានទ្រព្យសម្បត្តិស្ដុកស្ដំណាស់គាត់នឹងបានចំឆ្កែហើយក៏មានអ្នកក្រនេះនៅលើក្រោមមេឃដូចគ្នាវាសនាខុសគ្នាអ្នកក្ររកការងារធ្វើអត់បានដើរដេកតាមចាមថ្នល់មកដេកកលៀតលបងផ្ទះសេដ្ឋីនឹងអត់បាយច្រើនថ្ងៃចិត្តស្លាប់ប្រងដាច់ពោះស្រាប់តែកលេចឃើញគេយកបាយមកឲ្យឆ្កែស៊ីសិតតសាច់រាប់គីឡូក៏នឹកសំណោះអញហើយកើតជាមនុស្សអត់បាយហូបឲ្យឆ្កែគេនោះក៏មានវាសនាជាងអញបានស៊ីសិតតសាច់ទាំងគីឡូក៏នឹកថាបើមិនជាជាតិក្រោយមានមែនអញកើតជាឆ្កែសេដ្ឋីហ្នឹងក៏បានដែរវិញគ្រាន់តែនឹកក្នុងចិត្តថាមកប៉ុណ្ណឹងដាច់ខ្យល់ពេលហ្នឹងទៅដល់ដាច់ខ្យល់ទៅការជាកូនឆ្កែហ្នឹងមែនខ្ញុំមើលគេដែរទៅកើតជាកូនឆ្កែផ្ទះហ្នឹងមែនប៉ុន្តែកូនឆ្កែនេះវាដឹងជាតិនោះវាចេះធ្វើបន់វាចេះនាំផ្លូវលោកវាចេះអីដល់ទីបំផុតស្លាប់ពីឆ្កែទៅបានទៅកើតក្នុងឋានសួគ៌វិញអញ្ចឹងបានថាអារម្មណ៍ជាប់ជំពាក់វាទាញអញ្ចឹងហើយមានសេដ្ឋីមួយទៀតនោះឈ្មោះអីទេដល់គាត់ឃើញលោកបានគាត់តែទៅជេរលោករហូតជេរលោកជេរព្រះមិនហាមកូនមិនឲ្យធ្វើបន់មិនឲ្យធ្វើទានដល់ពេលគាត់ស្លាប់ទៅគាត់កើតជាកូនឆ្កែនៅក្រោមផ្ទះនឹងដែរដល់កើតជាឆ្កែទៅគាត់នៅតែមានគំនិតថាគាត់ជាម្ចាស់ផ្ទះគាត់ជាម្ចាស់ទ្រព្យសម្បត្តិហើយដល់ឃើញលោកមកបិណ្ឌឆ្កែនឹងមកព្រុសរហូតឆ្កែនឹងឃើញព្រះក៏ព្រុសដែរហើយញោមចំណាំមើលបើឆ្កែផ្ទះណាដាក់បាតលោកឆ្កែអត់ព្រុសលោកទេណាញោមវាដឹងថាម្ចាស់វាគោរពអីដល់ម្ចាស់វាមិនគោរពឆ្កែនឹងវាក៏មិនគោរពលោកដែរដល់ពេលព្រះអង្គមកបិណ្ឌបាតឆ្កែនឹងវាព្រុសព្រះជេរព្រះអង្គក៏និយាយដាក់ឆ្កែនឹងថាណែលោកសេដ្ឋីពីជាតិមុនជេរតថាគតខ្លាំងហ្នឹងហើយឥឡូវបានកើតជាឆ្កែហ្នឹងហើយបើឥឡូវជេរតថាគតបន្តទៀតហើយមានតែជាតិក្រោយទៀតទៅអវិជ័យហើយអត់បានមកមនុស្សទេឆ្កែហ្នឹងវាស្ដាប់ពាក្យព្រះយល់ដឹងខ្លួនធ្លាប់លក្ខជាមើលអញឆ្កែមែនអញទម្លាក់កតុយរត់ពួនអៀននឹងព្រះអង្គយល់មើលឃើញទេអញ្ចឹងបានថាដំណើរនៃជីវិតមនុស្សស្លាប់ទៅត្រូវការកើតវិញជារឿងធម្មតាអញ្ចឹងបានអនន្តសេដ្ឋីពីសម័យព្រះញោមព្រះអង្គផ្សាយសាសនាដំបូងនៅរាជក្រឹសហើយដល់ព្រះអង្គមកផ្សាយនៅសាវត្ថីមនុស្សជួលលឿនណាស់តាមពិតមនុស្សនៅសាវត្ថីគេកាន់សាសនាព្រាហ្មណ៍ពេញប្រទេសទាំងអស់ស្រាប់តែព្រះអង្គមកផ្សាយមនុស្សបែបពីព្រាហ្មណ៍មនុស្សបែបពីលទ្ធិគ្រូ6មកជួបព្រះអង្គព្រឹបមកពីមានផោះតាងមួយមានផោះតាងច្រើនក្នុងបណ្ដាផោះតាងច្រើននោះមានផោះតាងមួយច្បាស់ជាងគេពេលនោះឯងអនន្តសេដ្ឋីបានខាត់កូនថាណែអញលើគេថាធ្វើបន់ធ្វើទៀនបានបន់អីកុំជឿគេភូតគេកុហកទេវាគ្មានបានបន់បានប្រយោជន៍អីទេកុំឲ្យទៀនកុំចេះធ្វើបន់ឯនាំតែអស់អញគ្មានជឿទេគ្មានឋាននរកគ្មានឋានប្រែគ្មានកំណើតថ្មីអីទេដល់គាត់មិនជឿបន់ហើយគាត់មិនធ្វើហើយគាត់មិនកាន់សិលហើយដូច្នេះគាត់មិនសមទ្របទុកហើយគាត់ថាបើសិនជាស្លាប់ទៅកើតមកវិញមែនអញមកកាយទ្របអញធ្វើជាអ្នកមានទៀតបើអញ្ចឹងអញកប់ទ្របអញទុកគាត់ក៏កប់ទ្របទុក5កន្លែងដល់ពេលគាត់ឈឺចិត្តស្លាប់អត់មានទ្របណាមកជួយបានអត់មានកូនណាមកជួយបានកូនទាំងអស់ត្រូវបានគាត់បង្រៀនមិនឲ្យចេះធ្វើទៀនគាត់ស្លាប់ទៅទេញោមហើយអត់មានសិលអត់មានទៀនស្រាប់តែមកកើតជាមនុស្សដែរប៉ុន្តែកើតក្នុងតកូលច័ន្ទឌៀលពាក្យថាតកូលច័ន្ទឌៀលនៅក្នុងពួកអាមេរិកកាំងពួកបារាំងគេហៅថាពួក homeless ពួកហ្នឹងអត់មានផ្ទះដើរដេកតាមចាមថ្នល់បើខ្មែរយើងហៅថាពួកសំទៀននិងរើសអេតចាយនៅពីមុខទៅសំទៅពីក្រោយទៅមានបនមានទៀនដើររើសទៅស្ងាត់លួចអីខ្លះចឹងទៅយកតាណាដេកតំណឹងទៅពួកនេះឯងរស់តែមកែទេញោមហើយដូច្នេះគាត់នឹងស្លាប់ពីសេដ្ឋីមកកើតក្នុងផ្ទៃអ្នកតកូលច័ន្ទឌៀលនោះដែលមានគ្នា1000គ្រួសារហើយដល់ពេលកើតមកគ្រាន់តែចូលក្នុងផ្ទៃវាអតិពលចង្រៃគេរកសុំអីលែងបាន
ចាស់គាត់ថានៅក្រុមយើងមិនដែលសួយដល់ថ្នាក់ហ្នឹងឯងប្រកាសជាមានមនុស្សការកណីស្វែងរកបែងចែកខាងនេះ500ខាងនោះ500អ្នកដែលគេដកផុតទៅចេះតែរកស៊ីបានគេបែងទៀតគេថាប្រកាសជាមានមនុស្សការកណីរកចុះរកឡើងឃើញស្រីមួយមានផ្ទៃពោះគេចោទគេថាមកពីនាងហ្នឹងស្រីការកណីទុកនៅក្នុងក្រុមយើងរកស៊ីអត់បានឯងសួយដេញចេញគេបដិញ្ចេញដល់នាងហ្នឹងរសាគគ្រប់ខែប្រសូតអនន្តសេដ្ឋីមកហើយញោមមកភ្នែកតិចមុខមាត់រៀបខុសកន្លែងទាំងអស់មនុស្សយើងណាបើសិនជាកើតមកហើយអ្នកខ្លះទោះបីមុខមាត់មិនដូចគ្នាប៉ុន្តែរៀបប្លង់ត្រូវគ្នាអាប្លង់ភ្នែកចំកន្លែងភ្នែកប្លង់តិចចំតិចច្រមុះចំច្រមុះមាត់ចំមាត់អានោះអាស័យថៃប្លង់រៀបវាចឲ្យទាំងអស់ភ្នែកកាត់ទៅនោះច្រមុះវាចមកខាងនេះមាត់វាចទៅខាងនោះជើងមកខាងវែងមកខាងខ្លីដីគេស្មើដើរអាលាក់រហូតប៉ុន្តែម៉ែនៅតែស្រឡាញ់កូនទោះបីកូនខ្វាក់ខ្វន់នៅតែស្រឡាញ់នៅតែចិញ្ចឹមកូនរហូតកូនចេះកាន់បែងដើរសុំទៀនគេម៉ែនឹងសុំគេលែងបានម៉ែធ្លាក់ខ្លួនឈឺដើរលែងរួចចិត្តដាច់ខ្យល់ដាក់អំបែងមកដុំលើដៃកូនថាកូនម៉ែមិនអាចនៅជាមួយកូនបានទៀតទេកូនឯងទៅចុះក្រែងរស់ឲ្យម៉ែស្លាប់តែឯងចុះកូនឯងទៅសុំគេទៅរស់ខ្លួនឯងទៅកូនដាក់អំបែងមកដុំលើដៃកូននឹងក៏ដើរទៅយប់ត្រង់ណាដេកត្រង់ហ្នឹងយប់ត្រង់ណាដេកត្រង់ហ្នឹងដល់តែពេលឃ្លានខ្លាំងណាស់ថ្ងៃខ្លះបានបាយមកដុំថ្ងៃខ្លះអត់ហើយក្មេងសោះញោមអត់មានខោអាវទៀតស្រាប់តែឃើញគេលាងចានជះចោលមានគ្រាប់បាយមួយគ្រាប់នៅក្នុងជ្រាំចុកទៅរើសបាយនឹងហូបដល់តែរើសហូបទៅគិតមើលដូចកាយជជុះយើងរើសក្នុងជ្រាំហូបកាយធុងសម្រាមយកមកហូបហើយយើងអាណិតគាត់តិចមើលអត់មានបាយហូបកាយធុងសម្រាមអត់មានខោអាវទៀតអត់មានខោអាវហើយអត់មានកន្ទេលខ្នើយភួយមុងទៀតអត់កន្ទេលខ្នើយភួយមុងហើយអត់មានផ្ទះទៀតហើយអត់មានដីទៀតហើយចុះមកពីណាគេកុំសត់ម្លេះថាសេដ្ឋីស្មោះពីជាតិមុនសេដ្ឋីស្មោះប៉ុន្តែពីព្រោះតែអត់មានសទ្ធាអត់មានជំនឿម្ល៉េះហើយសេដ្ឋីហ្នឹងអត់មានជំនឿឥឡូវកើតមកលែងសេដ្ឋីហើយទៅជាអ្នកសុំទានគេគាត់ដើរទៅដល់តែផ្ទះគាត់ជាតិមុនគាត់នៅចាំជាតិញោមចាំមកលឺដើរចូលភ្លេចតាមខ្លោងទ្វារនិយាយពីក្មេងក្នុងផ្ទះនោះស្រែកយំឲ្យអាញ៉ៃគេខ្លាចមនុស្សមុខអាក្រក់ភ្នែកមុខមាត់វាចនោះដូច្នេះគេខ្លាចដូចកូនបីសាចអញ្ចឹងហើយកូនរបស់លោកសេដ្ឋីហ្នឹងឈ្មោះមូលសេរីគេមានប្រពន្ធគេឡើងធ្វើសេដ្ឋីបន្តទៀតគេមានកូនតូចអាកូនតូចហ្នឹងវានាំគ្នាខ្លាចមនុស្សសុំទានហ្នឹងយំឪពុកស្ទុះចេញមកមើលកូនវាយំថៃហ៎អ្នកសុំទានមុខអាក្រក់ហេអញមិនឲ្យទានទេឪពុកអញផ្ដាំឲ្យថាឲ្យទានហ្នឹងគេខ្ជិលរស់ស៊ីគេចេះតែភូតទេអញមិនឲ្យទេឯណាអ្នកបំរើគេផ្គប់ជាវាយនាយគេចេញមកម៉ាំងជង្គង់កែងព្រោះដង្ហើមចង្រិតបាត់ហើយគ្នាតូចទៅប៉ុណ្ណឹងជង្គង់កែងមានទៅនៅអីញោមដង្ហើមចង្រិតទៅហើយចាប់ជើងអូពីក្នុងផ្ទះទៅដល់មុខផ្ទះក៏វែងព្រោះទៅសំណាងល្អធ្លាក់ចំកំណោសម្រាមបើចំដុំថ្មខ្ទេចបាត់ដល់ចំលើកំណោសម្រាមនៅដង្ហើមចង្រិតនៅក្នុងពពុទ្ធយើងបានមកដល់កន្លែងហ្នឹងមកដល់សួរព្រះអនន្តបានមកតាមក្រោយព្រះអង្គអនន្តមានឃើញកុមារនោះទេអនន្តថាឃើញព្រះអង្គឃើញអនន្តទៅហៅមូលសេរីមកអនន្តក៏ចូលទៅហៅមូលសេរីថាព្រះដ៏មានប្រភេទចង់ជួបអីណោះឮតែលោកសង្ឃឮតែព្រះហ៎មិនចង់ជួបទេមិនចូលចិត្តមិនគោរពទេប៉ុន្តែដល់ព្រះមកដល់ផ្ទះហើយហៅក៏ចេញមកមិនដែលចេះគោរពលោកផងមកដល់ទៅវាគ្មានទៅគោរពទៅសាពះអីទេព្រះអង្គថាមូលសេរីណែស្គាល់កុមារនេះទេអត់ទេមិនស្គាល់ទេមូលសេរីកុមារនេះគឺអនន្តសេដ្ឋីឪពុកណែឯងណាមែនទេមែនទេខ្ញុំទេឲ្យខ្ញុំទៅកាត់ឋានព្រំហ៎ឲ្យខ្ញុំទៅកាត់ឋានលើឲ្យខ្ញុំជឿសាសនាព្រះមកទទួលឲ្យខ្ញុំទៅឲ្យមិនមកកាត់ថោកទៀតចឹងទេឲ្យខ្ញុំជឿសាសនាព្រំមកយកឲ្យខ្ញុំទៅឋានលើឲ្យមិនមកកាត់ថោកទៀតចឹងទេអូប្រកែកឲ្យញ៉ាញហ្មងព្រះអង្គទៅបញ្ជាក់ទៅទៀតណាមូលសេរីកុមារនេះគឺអនន្តសេដ្ឋីឪពុកណែឯងហើយអនន្តសេដ្ឋីនេះណាក៏កំណប់ទុក5កន្លែងណែឯងប្រហែលជាមិនដឹងទេហ្នឹងឯនោះលឺអាពាក្យថាកំណប់នៅស្ងៀមសិនកុំអាលប្រកែកព្រះអង្គថាបើសិនជាណែឯងចង់ដឹងយកកុមារនេះទៅបញ្ចុកបាយឲ្យឆ្អែតងូតទឹកឲ្យស្អាតទៅនឹងដឹងហើយពេលចង់ដឹងមែនលើកក្មេងនឹងពីកំណោសម្រាប់ទៅជ្រលក់ទឹកលាងដោះឲ្យស្អាតភ្លឹងលើកឡើងពីទឹកមកវិញយកមកអង្គុយបញ្ចុកបាយបញ្ចុកតតែក្មេងនឹងហូបឆ្អែតទៅអង្គុយទៅមានកម្លាំងឡើងមកវិញញោមគេវាយមិញប៊ីទាំងទៅឥឡូវមានកម្លាំងមកវិញមកសន្ធុងើបចេញពីកន្លែងនឹងទៅដើរតាមលបងដើរច្អល់កន្លែងនឹងគេយកជាប់ជីកមកជីកឃើញមកពីងទៅកន្លែងមួយទៀតទៅដល់គេច្អល់កន្លែងនេះមួយទៀតគេយកជាប់ជីកទៅជីកបាន1គីឡូទៀតទៅកន្លែងមួយនោះទៀត
យកជប់ជីកមកជីកបានមកកន្លទៀតគិតទៅគាត់ដើរចង្អុលកំណប់គាត់កប់ពីជាតិមុនបានទាំង5កន្លែងគាត់កំណប់មកបើកមើលសុទ្ធតែមាសសុទ្ធតែពេជ្ររបស់គាត់ពីជាតិមុនញោមមកនិយាយពីមនុស្សផ្អើលមកហ្មងក្នុងក្រុងសាវត្ថីពេលហ្នឹងដែលគេមិនទាន់ជឿសាសនាព្រះសុបមែនតើណានៅតែសង្ស័យជាតិមុនជាតិក្រោយជាតិមុនជាតិមុខមានឯមិនមានឯហ្នឹងឥឡូវគេផ្អើលគេថាណែវើយលោកសេដ្ឋីកើតវិញមនុស្សយើងស្លាប់ទៅពិតជាកើតវិញមែនណាហេអញជឿទេហេលោកសេដ្ឋីកើតវិញហើយហេមិនដឹងថាលោកសេដ្ឋីមាសគាត់5កន្លែងដើរចង្អុលគ្មានខុសមួយម៉ាត់បើចឹងទៅមើលរនាំគ្នាមកច្រើនឡើងអូមនុស្សយើងពិតជាកើតវិញមែនណោះមើលលោកសេដ្ឋីកើតមកដឹងកន្លែងកប់មាសញោមមកមនុស្សមកឡើងរាប់ពាន់នាក់ដល់ទៅមកដល់ជុំគ្នាបានព្រះអង្គសម្ដែងធម៌បតតាមត្ថិតនមត្ថិតិពីលោកវិហញ្ញតិអត្តាហិអត្តណោណដ្ឋិកតោបតាកតោធនន្តិជនពីលហួងហែងកទួកន្ទិញទ្របអញមានកូនអញមានរបស់អញមានប៉ុន្តែដល់ទីបំផុតខ្លួនយើងមួយថែអាសាមិនគង់ផងណាញោមជាមើលតែយើងចូលមកឈូសបានដៃអាចារ្យភ្លុកយកទៅឲ្យអារបស់យើងលាក់លៀមនៅសៀតកលៀតស្បោងលើចង្រុកឯណាគ្មានយកទៅរួចទេអារបស់ជាប់ខ្លួនយកទៅមិនបានផងតម្រាំរបស់ក្រៅខ្លួនដូច្នេះជីវិតចុងក្រោយមានតែអំពើល្អនិងបន់កុសលឯគ្មានអ្វីយកទៅជាមួយទេនេះបណ្ដាំរបស់ Steve Jobs អ្នកមេផលិត iPhone ប្រាប់ហើយគាត់ជាអ្នកជំនួញជួញចំណេញគាត់បានជោគជ័យលើ business មានប្រាក់រាប់រយរាប់ពាន់ម៉ឺនលានដុល្លារប៉ុន្តែទីបំផុតគាត់មិនអាចខាត់ខាំងខ្លួនគាត់បានទេគាត់ត្រូវតែស្លាប់ទៅវិញទៅទេចោលទ្រព្យសម្បត្តិទាំងអស់ម្ល៉េះហើយបានគាត់ផ្ដាំអ្នកនៅខាងក្រោយឲ្យគិតគូរពីប្រពន្ធគិតគូរពីកូនគិតគូរពីជីវិតធ្វើបន់ធ្វើទានជាអនុស្សាវរីយ៍ខ្លះផងមិនធ្វើអីសោះក៏គង់តែស្លាប់ទៅវិញទៅទេដែរញោមមើលក៏ដែរនឹងស្ទៀងចោផ្ដាំញោមញាតពុទ្ធបរិស័ទទាំងឡាយដល់ទៅពេលចឹងទៅព្រះអង្គសម្ដែងធម៌គេស្ដាប់ទៅគេយល់ចូលចិត្តគេព្រោះគេអ្នកខ្លះនឹងសម្រេចសោតាសកតិអនាគាអ្នកខ្លះថ្វាយខ្លួនជាឧបាសកឧបាសិកាឲ្យព្រាតអនន្តស័យថៃពីអ្នកអពុកកូនអង្គុយធ្វើតែមុខលេងឡងលោកទេហ៎អត់ទេអីទេទៅគ្មានព្រោះផងគ្មានព្រោះផងស្ដាប់អត់យល់ផងគ្មានព្រោះផងកើតតនព្រះដល់2ជាតិអនន្តស័យថៃអត់ព្រោះអត់យល់អីបន្តិចមកពីអីមកពីលោកទេសមិនដែលចេះស្ដាប់ចង់ព្រះអង្គណាសម្ដែងធម៌ក៏មិនដែលចេះស្ដាប់ភិក្ខុសង្ឃអង្គណាសម្ដែងធម៌ក៏មិនដែលស្ដាប់ម្ល៉េះហើយកើតតនព្រះ2ជាតិក៏មិនអាចចេះស្ដាប់ធម៌យល់ដែរអញ្ចឹងបានលើកឡើងប្រាប់ញោមញាតិថានឹងកណេះស្លាប់ទៅត្រូវកើតវិញអញ្ចឹងវាអត់ទៀងអញ្ចឹងបានវាមានរឿងអារម្មណ៍ជាប់ជំពាក់ញោមអារម្មណ៍ជាប់ជំពាក់មួយទៀតអ្នកខ្លះរៀបស្លាប់ទៅយើងធ្វើបុណ្យធ្វើទានប្រមាណក៏ដោយប៉ុន្តែបើយើងស្លាប់ទៅមានបុណ្យនឹកឃើញអំពើបុណ្យយើងទៅកើតកន្លែងបុណ្យមុនបើរៀបស្លាប់ទៅនឹកឃើញបាបអានឹងយើងទៅកន្លែងបាបមុនអញ្ចឹងបានគេពេលចិត្តស្លាប់នឹងគេដាក់ស្លាត្រួយគេដាក់បបតគេនាំគ្នាសូត្រធម៌ឲ្យធម៌ពុទ្ធោអីហ្នឹងណាញោមមកពីវាមានរឿងញោមប្រុសរបស់ភិក្ខុសង្ឃអង្គមួយនឹងបាញ់សត្វ55ឆ្នាំហើយលោកចេះតែបញ្យល់ញោមថាញោមអើយរកធម៌រកអារកសិលគេហើយញោមនឹងថាឯងលោកកំចេះស្រាញ់គេហើយលោកដោយលោកទៅកំចេះស្រាញ់គេដូច្នេះខាត់អីក៏មិនបានទាញមកវត្តអីមិនបានស្រាប់ដល់គាត់ឈឺធ្ងន់អាសត្វដែលគាត់ធ្លាប់ធ្វើបាបប្រមាណវាមកស្រែកឲ្យគាត់ឃើញឮនឹងតិចឃើញនឹងភ្នែកគាត់ភ័យគាត់ឲ្យលោកជួយដល់តែពេលគាត់រត់មករកលោកស្រែកឲ្យលោកជួយលោកមិនដឹងជួយយ៉ាងម៉េចបើគាត់ចាស់ហើយក៏យកមកបំពោះញោមបំពោះជាសាមណេររួចស្រេចហើយទៅគាត់នោះក៏គាត់ឈឺធ្ងន់មែនតែនឲ្យសូត្រធម៌ក៏មិនចេះសូត្រអង្គុយមិនកើតអញ្ចឹងឲ្យដេកហើយដល់ឲ្យសូត្រធម៌មិនចេះសូត្រលោកសូត្រឲ្យសូត្រតាមឲ្យសាមណេរដើររកទៀនធូបស្លាទៀនធូបផ្កាភ្ញីមកដើម្បីឲ្យគាត់បូជាចុលាមនីចេតិយគាត់កាន់អារបស់ហ្នឹងទៀនធូបផ្កាភ្ញីអញ្ចឹងទៅឲ្យកាន់អង្គុយមិនកើតកាន់ដេកអញ្ចឹងវាអោបទៅលើដើមទ្រូងអញ្ចឹងដល់អោបទៅលើដើមទ្រូងទៅហើយឲ្យសូត្រធម៌សូត្រកាត់លោកក៏សូត្រឲ្យថាតាមចិត្តថាទៅសូមគោរពថ្វាយអង្គមពុទ្ធថ្វាយអង្គមពធប្រសង់បូជាចុលាមនីចេតិយសាមណេរនៅឈរមើលឲ្យលហង់ជុំវិញហ្នឹងស្រាប់តែគាត់ស្រែកឲ្យលោកជាហើយជាដេកគុណជាមិនបានជាថាមានទុក្រាមមកច្រើនណាស់ស្រាប់តែគាត់ដាច់ខ្យល់ពេលហ្នឹងទៅភិក្ខុជាកូនហ្នឹងញឹមកើតជាសំណួរគេសួរថាហេតុអីបានជាគាត់ឲ្យលោកជាហេតុអីបានជាភិក្ខុសង្ឃហ្នឹងញឹមពេលឪពុកស្លាប់បានលោកបញ្យល់ប្រាប់ថាអារម្មណ៍របស់គាត់ពេលរៀបស្លាប់ទៅអំពើបន់គឺគាត់ឃើញទេវតាមកហែនាំគាត់យកទៅបូជាចុលាមនីចេតិយអញ្ចឹងហើយគាត់ឃើញទេវតាមកច្រើនទៅគាត់ខ្លាចប៉ះជាមួយនឹងទេវតាហ្នឹងណាញោមខ្លាចប៉ះលោកម្ល៉េះហើយទៅក៏គាត់ឲ្យលោកនឹងឯងជៀសទៅហើយបានជាភិក្ខុសង្ឃញឹមដោយយល់ឃើញថាឪពុករៀបស្លាប់ទៅនឹងឯងបានទាញអារម្មណ៍ទៅកើតឋានសួគ៌អញ្ចឹងបានជាមានទំនៀមមនុស្សយើងពេលចិត្តស្លាប់ទៅដាក់ស្លាត្រួយហ្នឹងណាញោមឬក៏ស្លាប់ហើយដាក់ស្លាត្រួយហ្នឹងណាហើយញោមប្រយ័ត្នតែអត់ដឹង
គេសួរថាហេតុអីបានពេលស្លាប់ទៅគេដាក់ស្លាត្រួយលើដើមទ្រូងហ្នឹងមានប្រវត្តិមកពីចឹងគេទាញអារម្មណ៍ហើយអាត្មាគ្រាន់តែជម្រាបប្រាប់ញោមញាតិថាដោយសារអារម្មណ៍មនុស្សខ្លះរៀបស្លាប់ទៅអឡោះអាឡៃបងអឡោះអាឡៃប្អូនអឡោះអាឡៃដីធ្លីស្រែចម្ការកូនចៅមិនទាន់ដាច់ស្រេចមនុស្សហ្នឹងអត់ទាន់ទៅកើតឯណាទេកើតជាសម្ភវេសីស័កកំណើតបដោះអាសន្ននៅក្បែរហ្នឹងកំណើតសម្ភវេសីស័កនេះមានអាយុតែ7ថ្ងៃទេនឹងតទៅមុខទៀតហើយកំណើតនោះហើយដែលយើងតែងតែហៅថាអូព្រលឹងម៉ែព្រលឹងឪមកប្រាប់យើងថាអញឃើញអ្នកគេធ្វើបន់សពអញជាមួយឲ្យយើងថាព្រលឹងម៉ែព្រលឹងឪតាមពិតមិនមែនព្រលឹងម៉ែព្រលឹងឪទេនោះហើយគឺជាសម្ភវេសីស័កកំណើតតែស្លាប់ទៅអារម្មណ៍គាត់ជាប់ជំពាក់ជាមួយបងប្អូនជាមួយផ្ទះសម្បែងជាមួយអីហ្នឹងគាត់អត់ទាន់ទៅណាទេគាត់កើតបដោះអាសន្ននៅក្បែរហ្នឹងចំនួន7ថ្ងៃដល់ថ្ងៃទី7បានគេតដំណើរទៅមុខទៀតហេតុហ្នឹងហើយបានជាយើងធ្វើបុណ្យឲ្យតណាថ្ងៃទី7ហ្នឹងគេហៅថាបុណ្យ7ថ្ងៃណាញោមបែកការមកពីទេសភិក្ខុបានជពោមួយអត់ហ៊ានប្រើទេខ្លាចប្រចាស់ចេះតែហួងហែងទុកស្រាប់តែលោកឈឺធ្ងន់ទៅអារម្មណ៍ជាប់ជាមួយជពោស្លាប់ទៅកើតជាខ្មោចនៅនឹងជពោភិក្ខុសង្ឃយកជពោមកចែកគ្នាចៃនឹងវាស្រែកថាចោទៅដើមជពោខ្ញុំហើយភិក្ខុសង្ឃស្ដាប់អត់បានប្រពុតខត់ថាមនាលភិក្ខុទាំងឡាយកុំអាលចែកគ្នាទុកឲ្យស្ងៀមសិនព្រះអង្គបញ្ញត្តិច្បាប់ថារបស់ភិក្ខុសង្ឃចង់ឲ្យទៅណាឲ្យការនៅរស់ឲ្យហើយតែសកុតទៅខ្លាចជារបស់សង្ឃរបស់គរុភ័ណ្ឌទុកសម្រាប់វត្តលះហុភ័ណ្ឌសង់ត្រូវចែកគ្នាក៏ប៉ុន្តែមុននឹងចែកគ្នាត្រូវទុកឲ្យកន្លងហួស7ថ្ងៃសិនបានជាពីដើមទៅលោកសកុតបន្ទប់លោកគេឲ្យបាត់វា7ថ្ងៃសិនញោមអត់តាន់ឲ្យចាត់ចែងអីទេហេតុអីបានជាប្រពុតឲ្យបាត់ទុក7ថ្ងៃមកពីព្រះអង្គដឹងថាជួនកាលអារម្មណ៍ជាប់ជាពាក់របស់អ្នកស្លាប់នោះអត់តាន់ទៅណាកើតបដោះអាសន្ននៅក្បែរនឹងដល់ថ្ងៃទី7បានតដំណើរទៅមុខទៀតហេតុនឹងហើយយើងសិក្សាឃើញតំណឹងបាននាំគ្នាធ្វើបុណ្យឲ្យតណាថ្ងៃទី7ហ្នឹងណាញោមឲ្យឈ្មោះថាបុណ្យ7ថ្ងៃនេះចម្លើយដែលអាត្មាសួរថាហេតុអីបានធ្វើបុណ្យ7ថ្ងៃហ្នឹងគឺអញ្ចឹងមានរឿងប្តីប្រពន្ធ2នាក់មានកូន4ដណ្ដប់នាក់យាយតា2នាក់ហ្នឹងដល់គាត់ស្លាប់ទៅអារម្មណ៍ជាប់ជាពាក់ជាមួយកូនគាត់ស្លាប់ទៅគាត់អត់ទៅកើតឯណាកើតជាប្រែតនៅក្នុងភូមិក្បែរកូនហ្នឹងហើយកូនយំសំណោះប៉ុន្តែដល់យំប្របួលបងប្អូនបានយើងឈប់យំតោះនាំគ្នាធ្វើបុណ្យឲ្យម៉ែឪយើងធ្វើបុណ្យហើយស្រេចទៅមិនដឹងថាបានដល់ម៉ែដល់ឪឬអត់ផងក៏នាំបងប្អូនទៅថ្វាយអង្គមសួរព្រះបបិទ្ធព្រះអង្គដោយចម្រើនម្ដាយឪពុកខ្ញុំស្លាប់ទៅកើតឯណាព្រះអង្គហើយបុណ្យដែលខ្ញុំធ្វើទៅកាលពីថ្ងៃទី7ហ្នឹងគាត់ទទួលបានឬអត់ព្រះអង្គបានព្រះអង្គសម្ដែងប្រាប់ថាអ្នកទាំងឡាយម្ដាយឪពុករបស់អ្នកទាំងឡាយស្លាប់ទៅអារម្មណ៍ជាប់ជំពាក់ជាមួយកូនគាត់អត់តន់ទៅកើតឯណាទេគាត់កើតជាប្រែតនៅក្បែរហ្នឹងអស់7ថ្ងៃកើតបដោះអាសន្នឥឡូវនេះគាត់ទៅកើតក្នុងឋានសួគ៌សោយសម្បត្តិទឹកហើយដោយសារបុណ្យដែលកូនធ្វើកាលពីថ្ងៃទី7ហ្នឹងអញ្ចឹងពិសេសណាស់ដើម្បីជាផោះតាំងព្រះអង្គប្រើមោគលានឲ្យទៅមើលមោគលានបាត់ពីនេះទៅដល់ស្រុកទេវតាឈរនឹងមុខវិមានទេវតាហ្នឹងទេវតាក៏ចេញមកសួរថាលោកម្ចាស់និមន្តពីណាមកលៀនថាមកពីស្រុកមនុស្សបានទេវតាប្រាំថាលោកម្ចាស់ទៅប្រាប់កូនខ្ញុំកណាផងថាខ្ញុំកណាស្លាប់មកហ្នឹងកាលជាប្រែតអស់7ថ្ងៃអត់ចំណីអាហារឥឡូវបានសម្បត្តិទឹកជាទេវតាជាទេវបុត្រទាំងនេះដោយសារបុណ្យដែលកូនធ្វើមកកាលពីថ្ងៃទី7ហ្នឹងឥឡូវទៅប្រាប់កូនផងថាម៉ែបានទទួលហើយឪបានទទួលហើយសូមឲ្យកូនរស់ស៊ីមានបានសុខសប្បាយហើយសូមឲ្យកូនខំធ្វើអំពើល្អមកលៀននាំតំណែងនេះចុះមកដល់ប្រាប់កូនចៅនៅកំពុងតែអង្គុយចាំស្ដាប់តំណែងនឹងមុខព្រះហ្នឹងញោមកូនចៅឮតែអញ្ចឹងត្រេកអរណាស់ហើយក៏នាំគ្នាធ្វើបន់តតាំងតែពីពេលមានរឿងហ្នឹងរហូតមកទល់សពថ្ងៃទល់ថ្ងៃហ្នឹងអញ្ចឹងទៅឲ្យតែមានអ្នកស្លាប់ក៏យើងធ្វើតាមរហូតទល់បច្ចុប្បន្នហ្នឹងអញ្ចឹងទៅណាញោមណាដូច្នេះកូនចៅដែលបានធ្វើហើយទេវតាក៏ថែអាសាកូនហ្នឹងមេត្តាបិតាដែលបានទទួលហើយក៏ជួយជូនពរជូនជ័យដល់កូនហ្នឹងកូនក្រុមគ្រួសារហ្នឹងខ្លាយទៅជាកូនល្អមានសុភមង្គលមានសេចក្តីសុខតរៀងទៅដូច្នេះកូនចៅអនុវត្តទៅតាមកម្មវិធីនេះហើយទៅកើតទីណាព្រះពុទ្ធជាម្ចាស់ព្រះអង្គទ្រង់ត្រាស់សម្ដែងថាយ៉ាងកញ្ចេសមុទយៈធម្មំសัพពាំងតាំងនិរោធធម្មំរបស់អវយណានៃមួយកើតមានឡើងរបស់ទាំងនោះតែងតែស្លាប់បាត់បង់ទៅវិញប៉ុន្តែត្រង់ថាកើតទៀតមានទិដ្ឋិពីរមួយសសតៈទិដ្ឋិមួយអច្ឆេតទិដ្ឋិមានន័យថាមួយប្រកាន់ថាសត្វស្លាប់ទៅកើតឡើងវិញមួយថាសត្វស្លាប់ទៅអត់កើតវិញទេហើយតើសត្វស្លាប់ទៅកើតវិញឬមិនកើតវិញទិស្ដីទាំងពីរនេះត្រូវប្រពុតថាអាស្លាប់ទៅកើតទៀតក៏ខុសអាស្លាប់ទៅមិនកើតទៀតក៏ខុសឲ្យចូលមិនកើតទៀតក៏ខុសមិនកើតទៀតក៏ខុសចុះអត់ត្រូវនោះមិនវិញទេដែលត្រូវនោះក្នុងអភិធម្មគេថាវាអត់មានសត្វបុគ្គលតួខ្លួនឯណាមកកើតទេវាជាដីទឹកភ្លើងខ្យល់ផ្សំគុំគ្នាអីណាណីចឹងទៅប៉ុន្តែបើយើងនិយាយឲ្យងាយតាមបែបអ្នកដែលល្ងងដូចអាត្មាអញ្ចឹងទៅយើងថាអញ្ចេះទៅវិញថាសត្វស្លាប់ទៅកើតទៀតក៏វាមិនត្រូវព្រោះអ្នកខ្លះវាអត់កើតទេ
ហើយបើថាសត្វស្លាប់ទៅមិនកើតទៀតទេក៏មិនត្រូវពីព្រោះសត្វខ្លះវាកើតអញ្ចឹងមិនមែនទៀងថាមិនកើតមិនមែនទៀងថាកើតទេគឺសត្វស្លាប់ទៅមានខ្លះកើតមានខ្លះអត់តើនរណាកើតនរណាអត់ការស្លាប់មាន3ខនិកមរណៈស្លាប់មួយខណៈដូចជាអ្នកខ្លះស្លាប់ដៃស្លាប់ជើងស្លាប់មួយចំហៀងខ្លួនជ្រុះសក់បាក់ថ្មិញលបស្បែកអីជាដើមអញ្ចឹងទៅអានឹងស្លាប់មួយខណៈបកាយចេះបកាយចាំឥឡូវបកាយផ្លិចពីដើមបកាយហក់លោតឥឡូវនេះជើង3បកេះទូលសំឡីភ្នែកមួយតបលែងបកាយដូចមុនណាអានោះវាស្លាប់ហើយទៅអាបកាយក្នុងនោះអាចាំក៏ស្លាប់មួយខណៈហើយដល់នាទី2គេហៅថាសមុច្ឆេតមរណៈស្លាប់ហើយលែងកើតគឺព្រះអរហន្តប្រពុតព្រះអរិយបុគ្គលទាំងអស់ដូចជាព្រះសិរីបុត្រព្រះមោគលានព្រះកាសបៈអីនេះណាញោមអត់មានកើតទៀតទេព្រះអរហន្តលោកអស់ពូជនាំឲ្យកើតហើយលោកអស់អវិជ្ជាតណ្ហាឧបាទានកម្មហើយលោកអស់ពូជនាំឲ្យកើតឯទី3បឋមជនយើងគេហៅថាសម្បតិមរណៈស្លាប់ទៅនៅកើតទៀតចុះហេតុអីបានបឋមជននៅកើតទៀតព្រោះយើងនៅមានពូជនាំឲ្យកើតច្រើនពូជអីខ្លះអវិជ្ជាតណ្ហាឧបាទានកម្មអ្នកខ្លះខ្ចីលុយគេកិច្ចវេះអត់ព្រមសងស្លាប់ព្រុសទៅត្រូវតែកើតមកវិញមកសងលុយគេអ្នកខ្លះលួចលុយរបស់គេរត់ហើយអត់តន់សងគេត្រូវតែកើតមកវិញដើម្បីសងបំណុលគេយ៉ាងហោចធ្វើខ្ញុំពង្រើគេតល្អមកជាតិលួចគេនឹងដែរអ្នកខ្លះវាយគេរត់កិច្ចវេះត្រូវតែកើតមកវិញឲ្យគេវាយវិញព្រោះជាពាក់មកសងគេអ្នកខ្លះជេរដាក់ទំនាយបដាសាប្រតិចថាឲ្យគេហើយដល់គេមិនទទួលត្រូវតែកើតមកវិញដើម្បីទទួលអាពាក្យជេរនឹងវិញហើយត្រូវតែកើតមកឲ្យគេស្ដីថាវិញអ្នកខ្លះធ្លាប់មើលងាយគេត្រូវតែកើតមកតកូលថោកទៀតឲ្យគេមើលងាយវិញរីឯអ្នកខាងល្អអ្នកខ្លះលួចធ្វើបន់ប្រាថ្នាឲ្យកើតមកមានរូបស្អាតដាច់គេមនុស្សនឹងក៏ត្រូវតែកើតមកវិញដើម្បីមានរូបស្អាតដូចនាងឧមាតន្តីស្រីដែលមានរូបស្អាតធ្វើឲ្យប្រុសមកវិញអ្នកខ្លះប្រាថ្នាឲ្យកើតមកឲ្យទាន់ព្រះបានជាពុទ្ធឧបថៈដូចជាវិសាខាក៏ត្រូវតែកើតមកវិញទាន់ព្រះដូចវិសាខាអញ្ចឹងដែរអ្នកខ្លះធ្វើបន់ប្រាថ្នាឲ្យកើតជាអាយដំជាលោកជំទាវតែនេះឯងក៏ត្រូវតែកើតទៀតដែរក៏ជាប់អប្រាថ្នាក្នុងឯងគឺអត់ងាយទៅនិព្វានដូចទេមនុស្សយើងទៅនៅប្រាថ្នាអញ្ចឹងវានៅជាប់អញ្ចឹងឯងដោយធនកសិទ្ធិជូតកសិទ្ធិប្រាថ្នាឲ្យកើតមកមានទ្រព្យសម្បត្តិច្រើនចោលលួចមិនបានហើយមែនគាត់ធ្វើបន់ទៅកើតមកមានទ្រព្យសម្បត្តិច្រើនចោលលួចមិនបានរបស់គាត់មែនដូចជាប្របាទចាំនៅបញ្ជូតប្រាថ្នាឲ្យកើតមកមានកម្លាំងខ្លាំងមានយើងជំនិះសិតអាលឿនហើយបានដូចចិត្តមែនមានអទេសមានរត់សម័យនោះសិតអាលឿនរបស់លោកដែរហើយដល់ទៅពេលកម្លាំងក៏ខ្លាំងអញ្ចឹងខាងល្អក៏មានខាងអាក្រក់ក៏មានព្រោះបឋមជនយើងខ្លាំងជាងគេជាប់ការប្រាថ្នានឹងឯងវានៅកើតទៀតប៉ុន្តែតើសត្វដែលកើតនោះកើតនៅឯណាដែលស្លាប់ទៅហើយនោះនៅក្នុងលំហមេឃដ៏ធំនេះបើយើងគិតតាមកពីសាសនាមានកន្លែងសត្វកើតទាំងអស់31កន្លែងអ្នកខ្លះកើតជាមនុស្សដឹងសិលធម៌ជាមនុស្សចេះគោរពចាស់ទុំមនុស្សនេះស្លាប់ទៅកើតជាមនុស្សវិញអ្នកខ្លះកើតជាមនុស្សហើយមិនដឹងគុណម៉ែមិនដឹងគុណឪប្រៀបដូចសត្វដេរិឆានឥឡូវនឹងជាមនុស្សដល់តែស្លាប់ទៅវិលកំណើតទៅកើតដេរិឆានវិញអ្នកខ្លះកើតជាមនុស្សហើយអត់មានសតិជាមនុស្សទេគឺមានសតិដូចប្រាជ្ញដើរទៅលួចគេដើរទៅបិចដើរទៅបោចយករបស់គេកាពះប្រពន្ធតឡោកដងរោស៊ីចិញ្ចឹមមិនរស់ដើរទៅលួចរបស់គេម្ល៉េះហើយដាំពួយខ្វះក៏ស្លាប់ទៅកើតក្នុងកំណើតប្រែតអ្នកខ្លះទៀតកើតជាមនុស្សហើយប្រទះដៃប្រទះជើងវាយកាប់ចាក់អត់បណៃអត់មានមេត្តានឹងខ្លួនក្តៅក្រហាយរហូតក៏ស្លាប់ទៅកើតក្នុងកំណើតនរកអ្នកខ្លះត្រេកអរទាំងគេធ្វើបាបឲ្យតែគេធ្វើបាបត្រេកអរទោះបីខ្លួនមិនទៅធ្វើក៏ដោយក៏ស្លាប់ទៅកើតជាសត្វអសុរកាយដូច្នេះយើងឃើញថាមនុស្សមួយអបាយភូមិមាន4គឺនរកប្រែតដេរិឆានអសុរកាយ5កន្លែងអ្នកខ្លះទៀតកើតជាមនុស្សជាតិនេះប៉ុន្តែមានចិត្តដូចទេវតាមានសិលមានសទ្ធាចេះធ្វើបុណ្យសន្តានរសាសិល5ចាំសិល8ចេះចែកទានគោរពចាស់ទុំមនុស្សនេះដូចទេវតាអញ្ចឹងស្លាប់ទៅរមែងកើតក្នុងឋានទេវតាទាំង6ជាន់មានចាតុំតើមតាំងយាមាដោះសិតនឹមមាននរតីបរៈនិមិតវសវត្ថីឋាន6កន្លែងសម្រាប់ទទួលមនុស្សបែបនេះអ្នកខ្លះធុញថប់នឹងការចង់មានចង់បានកាច់កង់ផ្ចាញ់ខ្ចាល់គ្នាចំណែននិន្ទាឈ្នេះនេះគ្នាចង់ស្ងប់ស្ងាត់ទៅសមាធិរំដោះទុកលែងចង់មានចង់បានលែងចង់ចាញ់ឈ្នះគ្នាសុំតែសុខសុំតែស្ងប់នៅនេះឯងទៅចម្រើនធម៌ស្លាប់ទៅកើតក្នុងរូបព្រំ16ជាន់មានព្រំបរិស័ទជាបរោហេតាមហាព្រំមាប្រតាភិអបមានាភិអភសរាបរតសភិអបមានសភិសភកណ្ហាវេហបលាសញ្ញសតាអតបាស្ទះសាស្ទះស័យអកនិដ្ឋកាដូច្នេះជាដើម
អ្នកខ្លះទៀតធុញថប់នឹងរូបរាងកាយកើតមានរូបគឺមានរូបគឺមានរោគមានទុក្ខសពយ៉ាងទាំងអស់ដោយសារតែមានរូបហ្នឹងគាត់នឿយណាយធុញថប់នឹងរូបកាយទៅចម្រើនធម៌លះបង់រូបចោលស្លាប់ទៅកើតក្នុងអរូបព្រំ4ជាន់មានអាកាសានាញ្ចយតនៈអកញ្ញយតនៈវិញ្ញាណចយតនៈនេវសញ្ញានីសញ្ញាយតនៈដូច្នេះចឹងរាប់សរុបមកវិញសត្វស្លាប់ទៅកើតក្នុងព្រំអត់រូបមាន4ព្រំមានរូប16យើងឃើញថា20ឋានទេវតា6ជាន់ទៀតមនុស្ស1ជាន់អបាយភូមិ4ទៀតសរុបទៅ31កន្លែងនឹងដែលសត្វត្រូវទៅកើតប៉ុន្តែទៅពីមនុស្សទៅនឹងតើទៅភូមិមួយណាយើងមិនដឹងទេបើញោមញាតចង់ដឹងថាខ្លួនឯងទៅកើតឯណាញោមញាតយកសភៅ2មកសរសេរទុកជេរគេប្រមាណហើយតាំងពីកើតមកដាក់ម្ដុំសូត្រធម៌ប្រមាណដាក់ម្ដុំធ្វើបុណ្យបានប្រមាណដាក់ម្ដុំធ្វើបាបបានប្រមាណដាក់ម្ដុំហើយថ្លឹងគ្នាមើលណាច្រើនជាងបើថាខាងបុណ្យច្រើនជាងសង្ឃឹមតែបានមនុស្សទេវតាហើយបើថាខាងបាបច្រើនជាងឃើញតែជេរគេច្រើនជាងសូត្រធម៌ហើយប្រហែលទៅក្រោមហើយម្យ៉ាងទៀតនៅលើសរសៃទាញអារម្មណ៍ទាញពេលចិត្តស្លាប់ណាញោមណាចិត្តស្លាប់នឹកឃើញអីទៅនងអ្នកខ្លះជាប់ជាពាក់នឹងទ្រព្យសម្បត្តិក៏ទៅវិលកើតជាពាក់ជាប៉ិនជាអ្នកថែអាសាទ្រព្យអ្នកខ្លះជាប់ជាមួយផ្ទះសម្បែងជាប់ជាមួយអីទៅវាទាញកំណើតទៅកាត់ជាសម្បវេសីស័កកំណើតដូចជាប្រែតសាទ្រព្យអីសពយ៉ាងទៅក៏មានអ្នកខ្លះក៏កើតកន្លែងល្អអញ្ចឹងវាអត់ទៀងបានជាមានលទ្ធិមួយរបស់ខ្មែរយើងគេហៅថាលទ្ធិរាប់អានព្រលឹងដូនតាអ្នកសិក្សាស្រាវជ្រាវថាវប្បធម៌អូស្ត្រូអាស៊ីឬហៅថាវប្បធម៌អូស្ត្រូអាស៊ីតិចជំនឿជនជាតិអាស៊ីភាគខាងត្បូងមានខ្មែរមានចិនមានវៀតណាមជាដើមយើងជឿរាប់អានព្រលឹងដូនតាហើយក៏មានពិធីសំណែនសែនព្រេនរាប់អានព្រលឹងដូនតាតាំងពីមុនសាសនាពុទ្ធចូលស្រុកម្លេះគេក៏មានជំនឿរៀបចំសែនព្រេនដល់ម៉ែឪដែលស្លាប់ទៅអីហ្នឹងក៏មានយើងមិនដឹងដោយសារយើងសម្គាល់ថាមានព្រលឹងមានកំណើតមានអមនុស្សមានទេវតាដល់ទៅពេលចឹងទៅអាជំនឿនឹងវាជឿតគ្នាមកក៏វាចេះតែមានទំនៀមទម្លាប់ដល់សាសនាពុទ្ធត្រាស់ដឹងឡើងទៅវាមានកពីខ្លះចាប់ផ្ដើមកែតម្រូវជំនឿនោះឲ្យត្រូវមកក្នុងពុទ្ធសាសនាវិញទៀមទាអូសទាញមនុស្សដែលធ្វើខុសឲ្យត្រូវវិញឥឡូវអាត្មាលើកឡើងនៅក្នុងកពីសាសនាបានមានជំនឿមួយដូចយើងធ្លាប់ជឿថាទីណាក៏មានម្ចាស់ទឹកម្ចាស់ដីម្ចាស់ព្រៃព្រឹក្សាជំនឿរាប់អានព្រលឹងដូនតាថាមានកំណើតមានអមនុស្សមានទេវតាមានប្រព្រៃទីណាក៏មានគេហ្នឹងនឹកឃើញរឿងប្រធេរៈមួយអង្គលោកនិមន្តចូលទៅក្នុងទីក្រុងអនុរាធបុរៈនៅក្នុងគម្ពីរអដ្ឋកថាលោកថាពេលលោកនិមន្តទៅឮស្នូរសំឡេងក្មេងតូចវាយំក្មេងធំវាលួងហើយអាក្មេងធំវាប្រាប់ថាលោកតានៅឯណាប្រាប់ម៉ែកណាឲ្យយកកូនយកចំណីអាហារមកឲ្យអូនហូបផងអូនវាឃ្លានណាស់លោកក៏ថាអាត្មាមើលឯងមិនឃើញទេក្មេងនោះវារត់យកមើមឈើមកដុំមកសៀតដៃលោកក្តាប់ផ្លាប់ស្រាប់តែមើលឃើញជាសឹងមិនរួចនៅលើដីនេះឲ្យព្រមព្រៀតអ្នកខ្លះជាគ្រោងឆ្អឹងអ្នកខ្លះជាសមោលន្ទូលដើរចុះដើរឡើងអញ្ចឹងទៅម្លោះហើយលោកឃើញជាសឹងមិនរួចទៅដល់ផ្លូវកែងមួយមានសត្វវាឆ្លងទលេទម្លាក់គរទម្លាក់អដេញសុកនៅហ្នឹងក៏ស្រាប់តែសត្វប្រែតទំនងវាទៅដើមគ្នាស៊ីអសុកហ្នឹងទៅលោកក៏ស្រែកថាណែវើយអាណាមានកូននៅខាងនោះវាយំខ្លាំងណាស់ណាបងថាឲ្យម៉ែយកអីទៅឲ្យវាហូបផងអូនវាឃ្លានស្រាប់តែពួតនោះងាកមកឲ្យស្រថាចុះលោកតាមិនបានមើលគេឃើញនេះវាឲ្យមើមស្អីនេះមកពួកក្មេងពួកអ្នកប្រែតទាំងនោះរត់មកដល់ក៏ឆក់យកពីដៃលោកទៅស្រាប់តែលោកមើលឡើងឃើញវិញក្នុងគម្ពីរនេះនិទាននៅឃើញថានៅលើដីនេះក្រៅពីមនុស្សនៅមានកំណើតដតីព្រលឹងដតីនៅមានច្រើនដែលធ្វើឲ្យមនុស្សចាប់ដើមមិនលះបង់ជំនឿនេះចោលទេហើយក៏យល់ថាតើកំណើតទាំងនោះជាអ្នកណាគឺជាអ្នកដែលស្លាប់ពីមនុស្សនេះទៅឯងញោមហើយនៅក្នុងគម្ពីរវិន័យក៏ដូចជាបត្រៃបីដកយើងបាននិទានពីព្រះមហាមោគលានហើយនឹងព្រះលក្ខណៈថែចុះពីភ្នំកញ្ជកោតដល់ទៅធ្វើដំណើរចុះមកស្រាប់តែព្រះលក្ខណៈថែសម្លឹងឃើញកំណើតស្អីទៅច្រើនណាស់ហោះឡើងព្រោងព្រាតអ្នកខ្លះត្រូវភ្លើងឆេះអ្នកខ្លះត្រូវសត្វល្អិតតិចខំរត់ហើរព្រោងព្រាតរបៀបដូចសបាំងភ្នែកបន្តិចដូចខ្មោចលងបន្តិចដូចជាឃើញស្អីច្រើនម្លេះក៏សួរទៅព្រះមហាមោគលានថាព្រះមហាមោគលានតើនោះជាស្អីគេមោគលានថាអូលោកមើលឃើញបើអញ្ចឹងលោកក៏មកសួរចាំទៅដល់ព្រះចាំសួរពេលអ្នកទាំងពីរចូលទៅគាល់ប្រពុតការដ៏សមគួរស្ដាប់ពធរួចហើយព្រះលក្ខណៈថែចប់កិច្ចកម្មវិធីទៅក៏លោកក៏រំលឹករឿងហ្នឹងថាព្រះមហាមោគលានការយើងចុះពីភ្នំកញ្ជកោតមកយើងបានឃើញកំណើតស្អីព្រមព្រៀងពេញនៅចង្កេះភ្នំហ្នឹងនោះអាហ្នឹងជាស្អីទៅ
bánประពុតត្រង់លើពាក្យសំណួរនោះព្រះអង្គក៏បានឆ្លើយប្រាប់ទៅភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយអ្នកបានឃើញហើយតថាគតឃើញកំណើតនឹងតាំងពីថ្ងៃត្រាស់ដឹងដំបូងម្លេះប៉ុន្តែតថាគតមិនទាន់សម្ដែងពីព្រោះតថាគតឃើញតែម្អងឯងអត់ទាន់មាននរណាដឹងបើតថាគតសម្ដែងទៅក៏គេមិនជឿដែរអត់សាកសីតថាគតរងចាំឲ្យអ្នកសាកសីដឹងឮទាំងអស់ឲ្យសាវកដឹងឥឡូវបើសាវកដឹងឮហើយតថាគតនឹងសម្ដែងប្រាប់អ្នកទាំងឡាយនោះហើយដែលគេហៅថាប្រែតប្រែតនេះមានន័យថាអ្នកដែលស្លាប់ពីមនុស្សទៅកើតកំណើតមួយទៀតគេហៅប្រែតហៅថាបេតបុគ្គលភាសាបាលីថាបេតសង្ស្ក្រឹតថាប្រែតមិនទាន់ល្អមិនទាន់អាក្រក់ទេហៅត្រឹមតែមនុស្សស្លាប់ទៅហើយជាកំណើតកើតហៅថាពួកភូតៈគឺដែលកើតមានកើតហើយកំណើតនោះនៅត្រឹមហ្នឹងនឹងហៅថាប្រែតបេតបុគ្គលព្រះអង្គក៏លើកឲ្យចំឈ្មោះចំភូមិទៀតថាភិក្ខុទាំងឡាយមួយដែលដែកប៉ើងទៅខាងនេះមានភ្លើងឆេះហើយមានសត្វល្អិតដែលតិចខំពីក្រោយនឹងពីជាតិមុនគាត់គឺតានោះឈ្មោះនេះនៅស្រុកនោះគាត់នៅរស់គាត់ធ្វើបាបកម្មចេះមួយឥឡូវជីវិតគាត់ស្លាប់ទៅជីវិតគាត់បានទៅត្រឹមប៉ុណ្ណឹងនៅខាងប៉ុណ្ណឹងឡើយទេហើយចំណែកមួយដែលភ្លើងឆេះទៅនេះទៅខាងទិសនេះកំពុងតែមានភ្លើងឆេះផងសត្វល្អិតដែលខំដែកប៉ើងតាមខ្យល់ទៅនឹងគាត់នឹងជាយាយនោះនៅស្រុកនោះឈ្មោះយាយនេះហើយគាត់ធ្វើបាបកម្មចេះឥឡូវស្លាប់ទៅអត់ទាន់បានមកកើតជាមនុស្សមកកើតជាទេវតាទេកំណើតគាត់នៅទៅត្រឹមប៉ុណ្ណឹងទេព្រះអង្គសម្ដែងតល្អអស់ហើយគ្រប់ទាំងឈ្មោះទៀតញោមអស្ចារ្យបានមនុស្សជំនាន់នោះវាស្គាល់មនុស្សនឹងស្រាប់តាំងពីនៅរស់ដល់តែឥឡូវឃើញកំណើតដែលស្លាប់ទៅនឹងនៅទៅត្រឹមប៉ុណ្ណឹងបានចាប់ផ្ដើមភ្លឺស្វាងថាអមានកំណើតប្រែតនៅលើโลกនេះប្រែតនេះក៏ចែកតាមប្រភេទទៀតអ្នកខ្លះអាចទទួលផលឧទ្ទិសបានអ្នកខ្លះដើរហាត់ដើរលឹកដើរស្រោបរបស់គេបោះបង់ចោលបានអ្នកខ្លះគេសែនព្រានក៏យកមិនបានគេដាក់ចោលក៏យកអត់បានតល់តែធ្វើបន់តាមរយៈប្រសងបានទទួលបានប៉ុន្តែយើងអត់ទាន់ចេះរបៀបហ្នឹងអត់ទាន់ដឹងចេះតែរៀបសំណែនសែនពីវាលពីកាលទៅអ្នកខ្លះក៏យកបានអ្នកខ្លះក៏អត់ពេលថ្ងៃមួយកោលយអាមាត្យដែលជាអាមាត្យរបស់ប្របាទពំពិសាលើកទ័ពមកពីច្បាំងឈ្នះសត្រូវមកតាមសពៅដល់មាត់កំពង់ស្រាប់តែមានប្រែតមួយងើបដើរក្នុងទឹកមកតែមកបើតាមរឿងហ្នឹងប្រែតហ្នឹងធ្លាប់ងើបមកញយដងណាស់ប៉ុន្តែមនុស្សឃើញចេះតែរត់យើងទៅទីណាក៏ដោយឲ្យតែឃើញខ្មោចលងយើងរត់តាមពិតទៅបើយើងសិក្សាតាមគម្ពីរយកមកវិភាគទ្រឹស្ដីនឹងការប្រាប់របស់ប្រែតនោះមិនចេះទេគ្នាងើបមកចង់ឲ្យយើងជួយគ្នាបង្ហាញខ្លួនមានន័យពីរបើកន្លែងណាអ្នកស្លាប់ទៅនឹងកើតជាអមនុស្សកើតជាទេវតានៅកន្លែងនោះឬក៏ជាកើតជាពពួកបិសាចពពួកប្រែតអមនុស្សដែលមានអាយុវែងនៅកន្លែងនោះយើងទៅរំខានកន្លែងគេខ្លាចយើងទៅរំខានទៅដដើមគេធ្វើនិមិត្តជារូបនេះរូបនោះលងប្រឡាចយើងដើម្បីឲ្យយើងរត់ចេញកុំឲ្យទៅរំខាននេះមួយប៉ុន្តែអ្នកដែលស្លាប់ទៅនេះដែលយើងតែនិយមហៅថាបលឹងហ្នឹងនៅក្នុងធម៌មិនមែនជាបលឹងទេគឺកំណត់បដោះអាសន្នរបស់គាត់កើតបដោះអាសន្ននៅនោះកំណើតនឹងបង្ហាញឲ្យយើងឃើញមិនមែនលងប្រឡាចយើងទេគឺចង់ប្រាប់យើងឲ្យដឹងថាជីវិតខ្ញុំបានត្រឹមប៉ុណ្ណឹងហើយឥឡូវខ្ញុំស្លាប់មកខ្ញុំនៅតែហ្នឹងជួយខ្ញុំផងខ្ញុំកំពុងខ្វះខ្ញុំអត់ទាន់បានទៅកើតជាមនុស្សទេវតាទេបង្ហាញឲ្យយើងឃើញគេចង់ប្រាប់យើងថាគេនៅតែហ្នឹងគេអត់ទាន់ទៅណាទេឲ្យយើងជួយប៉ុន្តែយើងឯនេះអត់បានជួយទេគ្រាន់តែឃើញរត់ប្រុចដឹងតែខ្មោចលងតាមពិតគ្នាសុំជំនួយពីយើងប្រែតនេះតែងតែមកសុំជំនួយពីគេរត់រហូតថ្ងៃនេះងើបមកតម្រង់កោលយៈអាមាត្យទៀតអ្នកខ្លះគេផ្អើលរត់កោលយៈអាមាត្យមិនរត់ទេសួរហ្មងណែឯងទៅណាហើយណែឯងចង់បានអីណែឯងជាអ្វីតែនោះក៏ឆ្លើយប្រាប់ថាខ្ញុំជាប្រែតរស់នៅទីនេះយូរហើយខ្ញុំអត់ចំណីអាហារអត់មានអ្នកណាធ្វើបុណ្យឲ្យខ្ញុំទេខ្ញុំឃើញគេមកដើរសុំចំណីអាហារគេក្រែងគេធ្វើបុណ្យឲ្យហើយក៏វាមិនដែលមានសោះគេចេះតែរត់អស់ឥឡូវខ្ញុំមកសុំលោកខ្ញុំឃ្លានបាយខ្ញុំចង់បានសម្លៀកបំពាក់កោលយៈអាមាត្យថាយើងមានបាយយើងមានសដៅដុំសដៅថងយើងមានសពុតខោអាវយើងឲ្យណែឯងដល់តែហុចឲ្យទៅប្រែតទៅយកមិនបានប្រែតនឹងនិយាយប្រាប់កំណើតប្រែតនេះមិនមែនចេះតែទទួលផលហុចផ្ទាល់បានទេមិនចេះតែយកផ្ទាល់បានទេណែឯងបើចង់ឲ្យខ្ញុំទទួលបានសូមអ្នកយករបស់នេះទៅប្រគេនដល់ព្រះសង្ឃឬជូនអ្នកមានសិលឲ្យឧទ្ទិសមកខ្ញុំទើបខ្ញុំទទួលបានព្រោះកំណើតប្រៈតតោបជីវីបើមិនធ្វើតាមរយៈព្រះសង្ឃគឺមិនអាចទទួលបានឡើយញោមហើយក៏ស្រាប់តែ
ទៅរត់លោកឯណាបើនៅក្នុងសពើក្នុងទឹកអញ្ចឹងរត់លោកអត់បានរត់ចុះរត់ឡើងឃើញឧបាសកម្នាក់កាន់សិល5នៅក្នុងសពើហ្នឹងគេក៏យកចង្ហាន់បាយសដៅដុំសដៅផងជូនទៅឧបាសកនោះហើយយកសពុតខោអាវជូនទៅឧបាសកនោះក៏ធ្វើពិធីបាំងស្គរទៅឲ្យទៅហើយស្រាប់តែតេខេណាតាំងកណញ្ញេវៈផលនៈបតកាហោមតិតេខេណាទានមកផ្លែតហ្នឹងក៏លេចមកឯនេះដូរពណ៌សបល់បាត់ទៅជាទេវបុត្រលើកដៃស្ពះមកថាអ្នកឲ្យខ្ញុំទទួលបានហើយខ្ញុំរួចពីកំណើតប្រែតហើយក្នុងមួយខណៈនេះខ្ញុំខ្លាចជាទេវបុត្រហើយបានសម្បត្តិទឹកខ្ញុំលែងក្រខ្ញុំរួចហើយប៉ុន្តែសូមលោកទៅប្រាប់ដល់អ្នកដទៃផងម៉ែឪមួយចំនួនដូនតាមួយចំនួនអត់ទាន់បានទៅកើតជាមនុស្សទេវតាទេដោយសារអត់ទាន់មានអ្នកណាធ្វើបន់ឲ្យដោយសារគេធ្វើមិនត្រូវអញ្ចឹងលោកទៅប្រាប់កូនចៅឲ្យដឹងថាធ្វើតាមបែបហ្នឹងបានគេទទួលបានកោលេយអាមាត្យយកតំណែងនោះមកប្រាប់ប្រជាជនប៉ុន្តែមិនទាន់ប្រាប់ប្រជាជនក៏ចូលទទួលប្របាទពំពិសាឲ្យជ្រាបរឿងនេះប្របាទពំពិសាឲ្យនោះភ្ញាក់ព្រឹនរឿងក៏ដូចគ្នាម្លេះឯងក៏ជួបអញ្ចឹងដែរពំពិសាជួបសម្លេងស្រែកយំទៅហឹងពេញវាំងហើយទៅសួរព្រះអង្គថាញាតកើតជាប្រែតអត់ចំណីអាហារមកសុំឲ្យព្រះអង្គជួយព្រះអង្គធ្វើបន់អស់មួយសន្តិកនៅតែប្រែតយំទៀតក៏ទៅសួរប្រពន្ធទៀតថាប្រពន្ធឆ្លើយថាញាតរបស់ព្រះអង្គកើតជាប្រែតអត់ចំណីអាហារឲ្យព្រះអង្គធ្វើបន់ឲ្យផងគ្នានឹង3ជំនាន់ប្រពន្ធមកហើយអត់ចំណីអាហារឥឡូវឲ្យតែព្រះអង្គធ្វើបន់ឲ្យទៅព្រោះព្រះអង្គជាញាតគ្នាដើររកញាតវាអត់មានញាតណាជួយតែធ្វើបន់ឲ្យគ្នាទទួលផលបន់ហ្នឹងទៅកើតជាមនុស្សទៅកើតជាទេវតាហើយប៉ុន្តែគ្នាវារកញាតអត់ទាន់បានឥឡូវបានព្រះអង្គហើយបានគ្នាមកយំឲ្យព្រះអង្គធ្វើឲ្យប៉ុន្តែពិសាថាធ្វើឲ្យធ្វើអស់មកកណោហើយមិនក៏មិនទទួលទៅបានប្រពុតបំភ្លឺតេខេណានុពទានហ្នឹងឲ្យស្ដាប់ថាមហារាជធ្វើមែនប៉ុន្តែមហារាជមិនបានចូលប្រកេនមិនបានឧទ្ទិសផ្ទាល់ប្រែតនោះមិនអាចទទួលផលបានទេអញ្ចឹងបុណ្យដែលមហារាជធ្វើនោះឆ្ងាញ់តែមាត់អ្នកនៅរស់ទេអ្នកស្លាប់អត់បានទទួលឡើយបានជាប្របាទពំពិសាយល់ដឹងថាអូអញ្ចឹងណាព្រះអង្គសម្ដែងពីតេខេណានុពទានមានអង្គ3ទី1ម្ចាស់បុណ្យរវល់បណ្ណាក៏ដោយត្រូវតែចូលប្រកេនផ្ទាល់គេហៅថាសង្ឃាមហិសុបតតេតាជាទានដង្កល់នៅក្នុងសង្ឃគេហៅថាពោជនីយសម្បទាដល់ព្រមដល់បុគ្គលគួរបូជាជូនយាយតាជូនអាចារ្យប្រគេនប្រសង់មិនយកមកដាក់ចោលទេចូលប្រគេនទី2ទាយិកាណាំងឧទ្ទិសសេនអ្នកទាយុអ្នកឧទ្ទិសម្ចាស់បុណ្យអ្នកឧទ្ទិសមិនមែនអាចារ្យអ្នកឧទ្ទិសមិនមែនប្រសង់អ្នកឧទ្ទិសទេទាយុគឺម្ចាស់បុណ្យអ្នកឧទ្ទិសបើយើងមិនចេះឧទ្ទិសទេថាតាមអាចារ្យពេលអាចារ្យវេបើយើងចេះឧទ្ទិសក៏ថាទៅបុណ្យខ្ញុំធ្វើនេះសូមឲ្យបានដល់ម៉ែឪឈ្មោះនេះចឹងបានអាចារ្យបង្កើតបល័យវេឲ្យកូនចៅថាតាមពីឧទ្ទិសនៅក្នុងនឹងគេថាដើម្បីឲ្យកូនចៅថាតាមបើកូនចៅមិនថាតាមទេអត់ន័យអត់ប្រយោជន៍ទាំងអស់ហើយទី3ពេលតាមណាំងអនុមោទនីអ្នកស្លាប់ទៅនោះគាត់ទទួលគាត់ត្រេកអរអញ្ចឹងបេះដូងបុណ្យតេខេណានុពទាននៅត្រឹមតែ5នាទី10នាទីពេលប្រគេនពេលឧទ្ទិសប៉ុណ្ណឹងណាខ្ញុំទៅរំលងប៉ុណ្ណឹងចោលអ្នកស្លាប់ទៅអត់បានទទួលទេហើយពំពិសាពីដើមអង្គទៅស្ដាច់មិនទៅខ្វល់ចូលឧទ្ទិសចូលប្រគេនអីដើរចូលបជាទៅគេស្រាប់តែញាតអត់ទទួលបានដឹងតំណែងលើកនឹងចូលមកធ្វើប្រគេនខ្លួនឯងឧទ្ទិសខ្លួនឯងប្រែកទៅនោះទទួលបានផលទៅកើតជាមនុស្សទេវតាឲ្យព្រមព្រៀបទៅបានប្រពុតលោកផតតាមនមោទនីទៅរោពុទ្ធសោតប្រសងលោកយកមកសូត្រតាមទុលសពថ្ងៃនឹងទៅអញ្ចឹងបានយល់ពីវិធីធ្វើបុណ្យដល់តែត្រូវកោលេយអាមាត្យមកជំរាបប្រាប់រឿងនឹងទៀតដឹងតែបងថាអូយល់អញ្ចឹងអ្នកស្លាប់ទៅមិនមែនចេះតែទទួលផលសំណែនសែនព្រានអីទេតោះតែគេធ្វើតាមតេខេណានុពទានអញ្ចឹងបានមានការបដូរផ្លាស់ជំនឿទំនៀមទម្លាប់ខ្មែរក៏មានសែននតាសែនព្រានរុក្ខរណតាអត់ហាមទេសែនចោះព្រោះកំណត់ខ្លះទទួលបានមែនប៉ុន្តែត្រូវតែធ្វើតេខេណានុពទានមួយបែបទៀតអញ្ចឹងបានទាំងចិនទាំងខ្មែរគេបន្ថែមពិធីនឹងមួយទៀតញោមរឿងចិនមួយឪពុកស្លាប់ទៅកើតក្នុងកំណើតប្រែតអត់ចំណីអាហារមកបញ្យល់សពកូនថាកូនហើយតាំងពីពុកស្លាប់មកមិនដែលស្គាល់រសជាតិអាហារសោះឥឡូវឪពុកឃ្លានណាស់ជួយឪពុកផងកូនភ្ញាក់ឡើងថាទ្រព្យសម្បត្តិអញបានជាមហាសេដ្ឋីឥឡូវនេះសល់ពីឪមកចុះបើឪពុកអញទៅកើតប្រែតហើយអញមិនសមទេយកបាយទៅឲ្យឪពុកសិនដាំទាំងឆ្នាំងយកទៅរៀបជុំវិញភ្នូឲ្យឪពុកហូបប៉ុន្តែឪពុកនឹងកើតជាកំណើតប្រាក់តតោបជីវីយកអត់បានសោះពេលចូលយកទៅយកមិនបានទៅជាភ្លើងឆេះទៅជាកើតទុកម្ល៉េះហើយនៅតែយំមកបញ្យល់សពថាកូនអើយជួយឪពុកផងឪពុកឃ្លានណាស់តាំងពីស្លាប់មកមិនដែលស្គាល់រសជាតិអាហារកូនដាំយកទៅដាក់ទៀតទាំងឆ្នាំងហើយឆ្ងល់ល្មងមិនក៏មិនហូបទៅនៅតែមកបញ្យល់សពប្រាប់ថាឃ្លានឥឡូវដាក់ឡើងប្អូនពេញភ្នោអស់ហើយមិនហូបទៅហើយឲ្យកូនធ្វើម៉េចបើកូនយកទៅដាក់រាល់ថ្ងៃនៅតែថាអត់ឥឡូវថ្ងៃនេះបានបាយតែមួយចានទេឲ្យអ្នកបំរើយកទៅឲ្យឪពុកយើងបន្តិចយើងអត់បានទៅរវល់បាយក៏តិចដែរអ្នកបំរើកាន់បាយមួយចានដើរតាមផ្លូវទៅដល់កណ្ដាលផ្លូវមេឃភ្លៀងមកកឹកខ្លាចទឹកចូលជ្រុងសាលាសំណាក់ភ្លៀងមិនព្រមរាំងភ្លៀងទល់ថ្ងៃត្រង់
ផ្លូវក៏នៅឆ្ងាយបាយក៏តិចទឹកក៏លិចអស់អាម៉ាអាបាវនឹងប្រញាប់ទៅធ្វើការងារផ្ទះផងក៏នឹកថាអញទីប្រើឲ្យយកបាយមកឲ្យឪគេមកផ្លែតឥឡូវហ្នឹងនៅចាំមេឃភ្លៀងទល់ថ្ងៃត្រង់តែបានទៅធ្វើការត្រូវមាត់ចវាយប្រញាប់ទៅផងគិតតែមិនចេះហីឥឡូវមិនចេះហីលោកមានលោកមកទៅបានបាត់ទៅណាមនុស្សទីជ្រកនឹងដែរលោកនឹងក៏អត់ចង្ហាន់ដែរលោកនៅថ្ងៃត្រង់ហ្នឹងទៅបានឯណាដែរគិតចង់កន្លែងដាក់ចង្ហាន់លោកឥឡូវមានណាដឹងទេគេមើលឃើញដាក់ចង្ហាន់លោកដាក់កងអើយកងទៅដល់ភ្នូទេដាក់ចង្ហាន់លោកឯងកងឯងទទួលយកផងគាត់ថាប៉ុណ្ណេះហើយក៏ដាក់ចង្ហាន់លោករួចហើយថាអញ្ចឹងហើយក៏ត្រឡប់មកផ្ទះយប់នឹងមិនដឹងថាជាវាយយល់សពឃើញអីទេព្រលឹងឡើងឲ្យគេមកហៅអាបាវលោកធ្វើកាយចង់ជួបឯនោះភ័យតែមករឿងអីហើយជួបទាំងព្រឹកស្រាប់តែនឹកឃើញថាម្សិលមិញគេឲ្យយកបាយទៅឲ្យឪគេហើយឯងយកទៅដាក់លោកតិចណាស់លោកមើលឃើញមកប្រាប់ចវាយមករឿងធំហើយលែងបានការងារធ្វើចូលទៅជំរាបប្រសាសន៍លោកនេះហៅខ្ញុំមានការអីទៀតមើលអាបាវយើងសួរម្សិលមិញយកបាយយើងទៅធ្វើមិនខ្លះឯនោះគ្រាន់តែលឺរឿងបាយបោកពុះផឹកអញថារឿងបាយមែនហេតុអ្វីណាបានដឹងរឿងអញ្ចឹងមិនទុកមកឲ្យស្ងៀមមកប្រាប់ចវាយមកទៅខឹងដេញខ្ញុំចាញ់ហើយវល់ត្មងលើកដៃសំពះលោកនាយហើយលោកនាយអត់ទោសឲ្យខ្ញុំផងខ្ញុំអត់មានចេតនាចង់ប្រឆាំងពាក្យលោកនាយទេសូមអនុគ្រោះអាឡ័យទៅសំពះវល់លោកនាយខ្ញុំមួយថ្ងៃខ្ពស់ហើយបញ្ញាប់មកធ្វើការផ្ទះខ្ញុំឃើញផ្លូវនៅឆ្ងាយបាយតិចទឹកលេខអស់ខ្ញុំដាក់ចង្ហាន់លោកទៅថាកង់ឲ្យមកទទួលផងខ្ញុំដាក់ចង្ហាន់លោកឲ្យសូមលោកនាយអនុគ្រោះម្ដងមកស្រាប់តែចវាយសោចត្មងអាបាវយើងខឹងឯងដឹងទេរាល់ថ្ងៃមកបញ្យល់សពប្រាប់ថាកូននៅឪពុកឃ្លានណាស់កូននៅឪពុកឃ្លានណាស់ជួយឪពុកផងមិនដែលស្គាល់រសជាតិចំណីអាហារទេប៉ុន្តែថ្ងៃនេះមកបញ្យល់សពប្រាប់តែម្ដងកូនហើយពុកបានទទួលហើយពុកឆ្អែតស្កប់ស្កល់ហើយកូនហើយពុកបានទទួលហើយពុកអរគុណណាស់សូមជូនពរកូនឲ្យរស់ស៊ីមានបានសុខសាន្តសប្បាយតរៀងទៅបានយើងភ្ញាក់ឡើងឃើញថាអស់ចាម្លេះហើយចុះឯងធ្វើមិនក៏អស់ចាម្លេះឪពុកយើងទទួលបានកាលពីមុនយើងដាក់ទាំងឆ្នាំងគាត់អត់ទទួលសោះឥឡូវមួយចានសោះឯងយើងទៅធ្វើមិនបានគាត់ទទួលបានតាមពិតឯងដាក់តាមប្រសងអញ្ចឹងហ៎អូចាប់តែពីមានរឿងហ្នឹងមកក៏គេនាំគ្នាបែរមកធ្វើតាមប្រសងអញ្ចឹងហើយសំណែនសែនព្រានក៏អត់ហាមដែរនៅតែសែនចុះប៉ុន្តែថែមមួយទៀតគឺធ្វើតេកេណានុប្រទានតាមប្រសងអញ្ចឹងឯតើបានជាចូលឆ្នាំខ្មែរក៏ប្រសងរវល់ចូលឆ្នាំចិនក៏ប្រសងរវល់គេបានស្គូលផងគេសែនភ្នោសែនព្រានហើយគេឆ្លៀតបានស្គូលតាមប្រសងមកជាន់ទៀតឲ្យវាបានគ្រប់ច្រកម៉ែឲ្យទទួលច្រកណាបានច្រកនឹងចុះអញ្ចឹងបានយើងមានកម្មវិធីពង្រីកមួយទៀតហៅថាតេកេណានុប្រទាននឹងយកមកអត់ពីប្របាទពឹងវិសានោះទៅក៏ស្រាប់តែអាជាតសត្រូវឡើងសោរាជជួបប្រែតមួយចំនួនមកបង្ហាញខ្លួនក្នុងនោះមានប្រែតមួយក្នុងបត្រៃ3-56បានមកបង្ហាញខ្លួនទៅស្ដេចនឹងថាអ្នកបួសណែឯងទៅណាឯនោះឆ្លើយថាខ្ញុំមិនមែនជាអ្នកបួសទេខ្ញុំជាប្រែតស្ដេចអាជាតត្រូវឆ្ងល់ស្អីគេប្រែតហ្នឹងប្រែតខ្ញុំពីមុនមនុស្សហ្នឹងដល់ខ្ញុំមិនដែលធ្វើបុណ្យធ្វើសិលទានខ្ញុំស្លាប់មកក៏កើតជាប្រែតទៅនៅលើដីហ្នឹងជាកំណត់អតិសមានកាយដើររកចំណៃលើដីហ្នឹងហើយខ្ញុំមានទ្រព្យសម្បត្តិជាចូលសេដ្ឋីឥឡូវខ្ញុំស្លាប់មកទ្រព្យនៅកូនខ្ញុំទាំងអស់ខ្ញុំទៅដើររកកូនហើយរកឃើញហើយនៅថាអត់ទេកូនគេដូរស្រុកទេបាត់ហើយគេលែងនៅស្រុកហ្នឹងណាអាហ្នឹងដូចស្រុកខ្មែរយើងគេថាដីវាត្រូវប៉ាន់គេលក់បង្ហើយទៅទិញបូរីនៅឯណាបាត់ទៅម្ល៉េះហើយខ្មែរយើងបើទៅឡើងផ្ទះថ្មីទិញបូរីទិញអីនៅកន្លែងថ្មីគេសូត្រមុនប្រកាសដូនតាឲ្យដឹងកុំឲ្យដូនតាទៅរកផ្ទះចាស់ប្រយ័ត្នឆ្កែគេដេញខំណាញោមណាហើយដល់ពេលតានោះអត់បានសូត្រមុនឡើងផ្ទះប្រកាសដូនតាឲ្យដូនតាមករកតាមផ្ទះចាស់នោះរកវាអត់ឃើញឪពុកខ្លួនឯងមករកផ្ទះចាស់នោះរកអត់ឃើញដែរម្ល៉េះហើយបានខ្ញុំដើររកកូនហ្នឹងឥឡូវលោកទៅណាទៀតខ្ញុំទៅតាមរកទៀតព្រោះទ្រព្យខ្ញុំនៅកូនទាំងអស់បើរកកូនឃើញបានខ្ញុំរួចពីកំណើតប្រែតបើរកមិនឃើញទេមិនដឹងថ្ងៃណាបានរួចទេអញ្ចឹងទៅរកទៅឃើញក៏ដល់មិនឃើញក៏ដែរមកប្រាប់ខ្ញុំម្ដងទៀតប្រែតនោះក៏ចាប់ផ្ដើមដើរលិចវាលចូលព្រៃលិចព្រៃចូលវាលយប់ត្រង់ណាដេកត្រង់ហ្នឹងដើររកគ្រប់ភូមិស្រុកមិនឃើញបែកកំណត់ដើររកតាមវត្តរកតាមវត្តមិនឃើញដើររកតាមរោងប៉ុនហ្មងឲ្យតែមានរោងប៉ុនដើររកទៅដល់ស្រុកអន្តកវិនតនគរចៃដន្យថ្ងៃមួយជួបរោងប៉ុនមួយធំហើយវែងមានមនុស្សច្រើនកកកហើយមានផ្ទះធំកលេចមើលមែនតើកូនខ្ញុំតើម្ចាស់ប៉ុនជាកូនខ្ញុំធ្វើប៉ុននិយាយពីអណាដើររកកូនយូរហើយឥឡូវមកជួបកូនចុងថ្ងៃកូនធ្វើប៉ុនប្រែតដូនតាប្រហែលមកជុំគ្នា